សម្រាប់អ្នកបង្កើតមាតិកាបើសិនជាចង់ឲ្យវីដេអូច្បាស់មានគុណភាពហើយអ្នកមើលក៏អាចផ្ដោតទៅលើវីដេអូយើងបានតែយើងគួរមានកម្មវិធីអីខ្លះបើផ្សព្វជាក់ស្ដែងរបស់ខ្ញុំទៅលើវីដេអូរបស់ខ្ញុំធ្វើចេញទៅអ្នកអាចមើលបានអញ្ចឹងកម្មវិធីខ្ញុំប្រើជាក់ស្ដែងនេះគឺខ្ញុំប្រើ3កម្មវិធីហើយសម្រាប់មួយកម្មវិធីទៀតគឺទៅលើការថតអញ្ចឹងការថតវីដេអូរបស់ខ្ញុំគឺខ្ញុំថតនៅក្នុង TikTok តែម្ដងអ្នកគ្នាគឺស្រួលមែនតើពេលយើងថតវីដេអូក្នុង TikTok យើងកង់កាត់នៅក្នុង TikTok ក៏បានដែរប៉ុន្តែគ្រាន់តែថាខ្ញុំបានផុស on demand ហើយខ្ញុំយកវីដេអូនេះចេញក្រៅដើម្បីកាត់នៅក្នុង CapCut នេះគឺជាអ្វីដែលខ្ញុំធ្វើរាល់ដងគឺខ្ញុំយកវីដេអូចេញទៅកាត់នៅក្នុង CapCut ហើយបន្ទាប់មកទៀតពេលខ្ញុំកាត់វីដេអូក្នុង CapCut ហើយធម្មតាវីដេអូខ្ញុំត្រូវការមានអក្សរសរសេរអញ្ចឹងសរសេរនៅក្នុងកម្មវិធី Fonto ដែលខ្ញុំដាក់អ្នកគ្នាមើលនេះគឺកម្មវិធីនេះគឺកម្មវិធី Fonto ដែលខ្ញុំសរសេរអក្សរហើយខ្ញុំយកមកដាក់ overlay នៅក្នុង CapCut ដើម្បីដាក់នៅក្នុងវីដេអូរបស់ខ្ញុំពីព្រោះដោយសារតែនៅក្នុង CapCut អក្សរខ្មែរគឺគាត់អត់ support ទេចូលទៅវាយបែប lemon អញ្ចឹងនៅក្នុងការវាយបែប lemon គឺយើងអាចលេងអក្សរពណ៌ឲ្យបានដែរអញ្ចឹងខ្ញុំជ្រើសរើសយកកម្មវិធី Fonto ដែលងាយស្រួលនៅក្នុងការយើងអាចលេងពណ៌លេង color យើងអាចដាក់សុំខាងក្រៅអក្សរយើងបានទៅឃើញស្អាតបន្ទាប់មកពេលខ្ញុំបានវីដេអូខ្ញុំបានអក្សរខ្ញុំកាត់វីដេអូហើយអស់ហើយមុននឹងខ្ញុំផុសចូលក្នុង TikTok វិញគឺខ្ញុំចូលទៅក្នុងកម្មវិធី Wing នេះគឺខ្ញុំនឹងធ្វើឲ្យវីដេអូរបស់ខ្ញុំកាន់តែច្បាស់ជាងមុនព្រោះដោយសារដែលយើងដឹងខ្ញុំឲ្យខ្ញុំថតកាមេរ៉ាទេមិនមែនថាកាមេរ៉ាទូរស័ព្ទយើងអត់ច្បាស់ទេប៉ុន្តែគ្រាន់តែថាយើងចង់ឲ្យផ្ទៃមុខរបស់យើងម៉ត់ហើយវា clean អញ្ចឹងយើងចូលទៅក្នុង Wing ដើម្បីយើងអាចជួយឲ្យវីដេអូរបស់យើងនឹងកាន់តែច្បាស់ជាងមុនអញ្ចឹងណាអញ្ចឹងអ្វីខ្ញុំប្រើគឺកម្មវិធី3ហ្នឹងហើយខ្ញុំថតនៅក្នុង TikTok ខ្ញុំហាក់4កម្មវិធីដែលខ្ញុំប្រើនៅក្នុងការផលិតវីដេអូចេញដល់គ្នាមើលអញ្ចឹងអាចនិយាយបានថានៅក្នុងវីដេអូមួយសួរថាតើ4កម្មវិធីយើងចាំបាច់ត្រូវតែមានទាំងអស់អត់អ្វីដែលអ្នកនរចាំបាច់គឺតាក់ទងជាមួយនឹងFonto ជាមួយនឹង TikTok ក៏បានដែរសម្រាប់ CapCut ហើយនឹង Wing អ្នកនរអាចអត់ក៏បានដែរព្រោះដោយសារតែ CapCut ជាមួយនឹង TikTok អត់ខុសគ្នាបើសិនអ្នកនរអត់យកចម្រៀងពី CapCut ទេអ្នកនរយកចម្រៀងនៅក្នុង TikTok យើងកាត់ក្នុង TikTok មកយើងថតនៅក្នុង TikTok យើងកាត់វីដេអូនៅក្នុង TikTok ហើយយើងគ្រាន់តែ add អក្សរដែលយើងសរសេរចេញពី Fonto ចូល overlay ក្នុង TikTok ក៏បានដែរហើយវីដេអូនោះនេះក៏អាចផុសបានដែរអត់ចាំបាច់ត្រូវមាន CapCut ជាមួយនឹង Wing ទេសម្រាប់ CapCut កម្មវិធី CapCut គឺខ្ញុំអត់មានទិញPro ទេគឺខ្ញុំប្រើជា CapCut ធម្មតាជាអ្នកឃើញហ្នឹងហើយនៅក្នុងវីដេអូខ្ញុំគឺមាន watermark មានថាជានិមិត្តសញ្ញារបស់ CapCut តែម្ដងប៉ុន្តែសម្រាប់ Wing គឺខ្ញុំទិញកម្មវិធី Pro ដោយសារតែការធ្វើឲ្យវីដេអូច្បាស់ហ្នឹងគឺគាត់ឲ្យធ្វើ free សម្រាប់ត្រឹមតែ1នាទីចុះហើយអញ្ចឹងវីដេអូខ្ញុំខ្លះគឺ load លើសពី1នាទីទៅវីដេអូនេះអាច2នាទីជាងអញ្ចឹងនៅពេលដែលខ្ញុំចង់ឲ្យវីដេអូរបស់ខ្ញុំច្បាស់ជាងមុនគឺខ្ញុំត្រូវតែទិញ Pro នៅក្នុងកម្មវិធី Wing អញ្ចឹងនៅក្នុងការចំណាយខ្ញុំការធ្វើវីដេអូគឺខ្ញុំចំណាយនៅក្នុងកម្មវិធី Wing ប៉ុន្តែបើសិនជាក្រៅ Wing ហ្នឹងគឺខ្ញុំអត់មានត្រូវចំណាយគឺ free ទាំងអស់ហើយអ្នកនរក៏អត់ចាំបាច់ចំណាយក្នុងកម្មវិធី Wing ទេព្រោះដោយសារធ្វើឲ្យវីដេអូរបស់យើង smooth clean ក៏យើងអាចធ្វើបានទៅតាមការថតជាក់ស្ដែងដូចអ្នកនរអាចរកទីតាំងណាដែលមានពន្លឺគ្រប់គ្រាន់ហើយកាមេរ៉ារបស់យើងគឺយើងជួលសម្រាប់មុនពេលដែលយើងថតហើយមួយទៀតនោះជំនួយបានទៀតគឺ TikTok គឺមាន filter អ្នកនរអាចដាក់ filter នៅក្នុង TikTok បានហើយអត់មានអីត្រូវលាក់លៀមឬក៏ខ្វះគេអីទេនៅក្នុងការប្រើ filter ព្រោះយើងដឹងស្រាប់ហើយថាសម័យឥឡូវ filter គឺស្អាតដល់ពេលខ្លះអត់ចាំបាច់ថាដូចមុន filter មានមុខហមធ្វើ background ក្រហមអត់ទេឥឡូវនេះវីដេអូនេះគឺខ្ញុំដាក់ filter ដែលខ្ញុំដាក់ filter សម្រាប់ធ្វើឲ្យមុខយើង make up បែបធម្មជាតិអញ្ចឹងបើសិនជាយើងអត់មានពេលក្នុងការ make up ក៏យើងអាចថតវីដេអូបានដូចគ្នាយើងអត់ចាំបាច់ត្រូវតែ make up ផាត់មុខមុនពេលថតវីដេអូត្រូវចំណាយពេលយូរអត់ទេអ្នកនេះអាចប្រើ filter បានអញ្ចឹងក្នុងការធ្វើវីដេអូសម្រាប់សម័យឥឡូវនេះគឺយើងងាយស្រួលខ្លាំងមែនតើអ្នកនរត្រូវការគឺគ្រាន់តែផ្លូវចិត្តទំនុកចិត្តលើខ្លួនឯងភាពក្លាហានហើយនឹងប្រធានបទដែលនិយាយនៅក្នុងវីដេអូនោះទៅគឺបានហើយមានអីត្រូវពិបាកដូចមុនទេសូម្បីតែមិនថាតែសម្ភារៈប្រើប្រាស់មិនថាតែកម្មវិធីនៅក្នុងការផលិតវីដេអូគឺយើងអាចធ្វើបានទាំងអស់មួយសំខាន់ទៀតដូចខ្ញុំនិយាយអញ្ចឹងអ្នកនរគ្នាអត់ចង់ចំណាយពេលនៅក្នុងការកាត់វីដេអូដូចខ្ញុំត្រូវ report ចេញទៅវិញអីច្រើនដងគឺប្រើ TikTok ជាមួយ Fonto គឺដូចជាស្រេចតែពីរហ្នឹងគឺអ្នកនរអាចផុសបានហើយ